នេះកញ្ញាលោកលោកស្រីទាំងអស់គ្នាជាទីគោរពនិងទីរាប់អានបាទនៅពេលនេះខ្ញុំចាប់ផ្ដើមកម្មវិធីពូនិងយាយប្រហែលជាបងប្អូនមួយចំនួនឆ្ងល់ពាក្យថាពូនិងយាយមានន័យដូចម្ដេចបាទដោយសារតែខ្ញុំជាអ្នករៀបចំកម្មវិធីនេះគឺជាប្តីប្រពន្ធហើយស្គាល់គាត់ដំបូងខ្ញុំហៅឈ្មោះគាត់ផ្ទាល់គឺកាកាបាទក្រោយមកទៀតខ្ញុំហៅគាត់ក្មួយដោយសារគាត់ហៅខ្ញុំហ្នឹងពូរហូតបាទប៉ុន្តែក្រោយមកទៀតខ្ញុំមានចៅបាទចៅគាត់ហៅយាយទៅបាទខ្ញុំក៏ហៅគាត់យាយទៅតែគាត់នៅហៅខ្ញុំពូដដែលបាទឥឡូវចង់ដឹងអារម្មណ៍គាត់ថានៅពេលដែលខ្ញុំហៅគាត់យាយចឹងគាត់មានអារម្មណ៍មិនថាគាត់ចាស់ឬក៏មានអារម្មណ៍បែបណាបាទឥឡូវសួរទៅកាកាបាទដែលខ្ញុំហៅថាយាយបាទសូមស្ដាប់ពីអារម្មណ៍គាត់បន្តិចបាទតាមពិតបាទសម្រាប់ខ្ញុំដូចជាអត់អីទេពីព្រោះខ្ញុំគិតថាខ្លួនឯងខ្ញុំមានចៅហើយអញ្ចឹងទោះបីហៅខ្ញុំយាយឬក៏យ៉ាងណាក៏ខ្ញុំអត់ដែរថាសេរីបត់នឹងសេរីអ្វីដែលពាក្យពេចន៍ដែលនិយាយនឹងឬក៏ថាខ្ញុំអន់ចិត្តទៅហៅខ្ញុំយាយគឺអត់ទេហើយជាទូទៅមិនមែនត្រឹមតែគាត់ទេដែលហៅខ្ញុំយាយសូម្បីតែខ្ញុំចេញទៅខាងក្រៅអីមានមនុស្សជាច្រើនដែលចាស់ជាងខ្ញុំទៀតអាចថាធ្វើជាម្ដាយដល់ខ្ញុំបានទៀតគាត់ហៅខ្ញុំបងគាត់ហៅខ្ញុំអ៊ីក៏ខ្ញុំអត់ដែរទៅចាប់អារម្មណ៍ពាក្យពេចន៍អស់នឹងដែរពីព្រោះខ្ញុំគិតថាត្រឹមតែជាការហៅសំខាន់យើងស្គាល់ខ្លួនយើងច្បាស់ថាយើងបែបម៉េចទោះបីជាគាត់ហៅបែបម៉េចហៅយាយហៅអ៊ីហៅអ៊ំម៉េចក៏ខ្ញុំអត់ដែរចាប់អារម្មណ៍ដែរបាទយាយថាចាស់ម៉េចបើមុខឡើងក្មេងចាស់ហើយឥឡូវនេះចាស់ច្រើនបាទហើយថតរៀលទៀតដោយសារតែមកដីហើយនៅក្នុងឡានហើយកំពុងភ្លៀងនៅខាងក្រៅទៀតថតទស្សនវិជ្ជាឲ្យឃើញថាមេឃកំពុងភ្លៀងហើយជ្រោកភ្លៀងទេតែពិតមកមើលចកាមិនមើលចកាទេតែពិតមានដីតូចមួយដែលដាំចេកចកាហ្នឹងមិនមែនថាចកាគេទេគឺកូនចំការចាកូនតូចទេតំណាំម្ដងពីដើមទេចាគាត់ថាជាកន្លែងមួយសម្រាប់ពូហើយនឹងយាយថ្ងៃអនាគតពេលដែលថាទំនេរពីការងារអញ្ចឹងទៅរកកន្លែងមួយសម្រាប់កំសាន្តអារម្មណ៍ខ្លួនឯងចង់បាននៅទេសភាពមួយដែលល្អព្រោះថាដូចបងប្អូនយើងដឹងស្រាប់ហើយឥឡូវនេះនៅក្នុងក្រុងគឺភាគច្រើនគឺគាត់ចង់ចេញមកតាមខេត្តដើម្បីស្រូបយកនៅខ្យល់អាកាសដែលល្អបរិសុទ្ធហើយជាពិសេសទៅទៀតនោះគឺចង់បានដំណាំដែលនេះឱកាសនេះហើយនឹងរដូវនេះគឺជារដូវភ្លៀងទៀតគឺដំណាំយើងគឺថាពណ៌បៃតងស្រស់បំព្រងតែម្ដងអញ្ចឹងហើយចង់បាននៅទេសភាពដែលល្អស្រូបយកនៅខ្យល់អាកាសដែលល្អបរិសុទ្ធហើយណាមួយនៅកន្លែងខ្ញុំនេះទៀតគឺគេថាវាឆ្ងាយពីក្រុងហើយក៏មិនមានអីរោងចក្រអីផ្សែងពុលផ្សែងអីហ្នឹងគឺអត់ទេគឺមានតែខ្យល់អាកាសបរិសុទ្ធតែម្ដងបាទខ្ញុំមិនបានរៀបចំអីទេហើយថតរៀលហ្មងដោយសារជ្រោកភ្លៀងយូរពេកសូម្បីតែអាវនេះនៅសើមនៅឡើយនេះបាទដោយសារមុនហ្នឹងកាប់ដីបាទបដោះចេកដែលកូនចេកវាដុះមកហើយយើងកាប់មកដាក់នៅខាងមួយចាហៀងនៃកញ្ចុះបាទអញ្ចឹងទៅក៏មកអង្គុយហ្នឹងនឹកឃើញថាបង្កើតកម្មវិធីមួយពូនឹងយាយដែលចង់បង្ហាញអំពីសកម្មភាពពិតនៅក្នុងជីវភាពប្រចាំថ្ងៃដូចខ្ញុំដូចទៅញ៉ាំអីដើរលេងបាទជាលក្ខណៈគ្រួសារអញ្ចឹងណាហើយដាក់នៅក្នុង channel YouTube ខ្ញុំដែលមានឈ្មោះថាបិណ្ឌបូណានឹងឯងបាទប៉ុន្តែយើងដាក់ឈ្មោះថាពូនឹងយាយដែលតានឹងយាយហ្នឹងបាទជជែកគ្នាពីនេះពីនោះបាទជួនកាលប្រធានបទអត់មានអីទេគ្រាន់តែជាការទប់នៃការចងចាំនៅលើ YouTube ដែលមាន channel បិណ្ឌបូណាហ្នឹងដែលឲ្យបងប្អូនឬក៏សាច់ញាតិគាត់អាចមើលឃើញពីសកម្មភាពពួកខ្ញុំទាំងពីរបាទដែលទៅនេះទៅនោះអញ្ចឹងណាបាទចាហើយមួយវិញទៀតសម្រាប់បងប្អូនដូចជាប្រិមិត្តដែលគាត់តែងតែបានបើកមិនមែនថាគាត់តាមដាន channel យើងខ្ញុំទាំងពីរនេះឯងពេលខ្លះគាត់បើកទៅឃើញអីអញ្ចឹងទៅក៏គាត់ចូលមើលអញ្ចឹងទៅក៏សូមអរគុណដែរហើយមួយទៀតនៅក្នុង channel របស់យើងខ្ញុំទាំងពីរនាក់ហ្នឹងគឺមិនមានថតអីអ្នកណាទេចាគឺមានតែគ្រួសារឯងទៅណាមកណាអីបែបសាមញ្ញធម្មតាអត់មានថាទៅធ្វើអីមួយដើម្បីបានប្រាក់កម្រៃពីខាងក្រៅមកអីគឺអត់ទេគាត់ថាជាអនុស្សាវរីយ៍ថតទុកសម្រាប់ពេលដែលក្រុមគ្រួសារតូចរបស់យើងខ្ញុំនឹងបានដំណើរកំសាន្តទៅកន្លែងណាមួយហ្នឹងផ្ដិតយកនៅរូបភាពក៏ដូចជាចង់ចែករំលែកនៅអ្វី
ដែលល្អក៏ជាកន្លែងតំបន់ទេសចរនៅក្នុងស្រុកខ្មែររបស់យើងហ្នឹងស្អាតអញ្ចឹងទៅចង់ចែករំលែកទៅឲ្យបងប្អូនយើងដែលគាត់បានឃើញដែលគាត់បានដឹងនោះថាអូនៅក្នុងស្រុករបស់យើងនេះក៏មានកន្លែងដែលស្អាតល្អមិនចាញ់ប្រទេសគេនោះទេចា៎បាទឥឡូវបាទមេឃព្រះអង្គភ្លៀងតិចហើយទៀតប្រហែលជាចេញទៅវិញថតទស្សនវិជ្ជាបន្តិចហើយនៅប្រហើយដើមចេកបន្តបានដាំបណ្ដោះ3ដើមកូនចេកហ្នឹងបាទត្រឹមតែជីកដីមិញហ្នឹងក៏តែដាក់ហ្នឹងខ្យល់ហើយភ្លៀងមកខ្លាំងពេកទុកចោលហើយលំខ្ទេចអស់ហើយបាទហ្នឹងបាទតិចទៀតចេញទៅវិញដាក់ឲ្យបានត្រឹមត្រូវបាទមិញហ្នឹងគាត់ទៅមកពីឆ្កាស្មៅបាទស្រោចតំណាំហើយនៅបោចស្មៅចាំមើលតែកាគេហ្នឹងតែសម្រាប់ខ្ញុំនិយាយទៅនឹងតឡាំងដែរហ្នឹងមិនបានព្រៀងទុកមានប្រធានបទអីទេអត់ទេចាគេថាឃើញនិយាយតែម្ដងពូចាប់យាយឆៅតែម្ដងបាទនឹកឃើញទៅចេះតែនិយាយលេងទៅកំសាន្តឲ្យទុកជាអនុស្សាវរីយ៍បាទជាទូទៅយើងកាន់តែចាស់ទៅចងក្រងនៅសកម្មភាពខ្លះនៅពេលដែលយើងអាយុកាន់តែជរាទៅយើងអាចអង្គុយមើល channel YouTube នឹងទៅក៏ជាការចងចាំមួយដែរហើយទុកឲ្យក្មេងជំនាន់ក្រោយយ៉ាងណាក៏បានកូនមានចៅគាត់មើលអញ្ចឹងណាកូនមើលក៏ដូចជាចៅមើលថានឹងម៉ាក់យាយចង់បើកមើលឃើញថាទស្សនវិជ្ជាបែបម៉េចឬក៏ម៉ាក់យាយឲ្យលោកតាទៅណាខ្លះដែរអញ្ចឹងទៅចាបាទអញ្ចឹងអរគុណច្រើនខ្ញុំមានតែប៉ុណ្្នឹងទេតែតិចទៀតរាំងភ្លៀងខ្ញុំនឹងចេញទៅបាទធ្វើដំណាំតិចតួចបាទដើមចេកដែលខ្ញុំថា3ដើមហ្នឹងនៅសេសហើយនឹងមានប្រធានបទបន្តទៀតទាក់ទងទៅនឹងថាតើយើងគួររៀបចំគ្រួសារដូចម្ដេចឬក៏បញ្ហាសង្គមឬក៏ព្រឹត្តិការណ៍ផ្សេងខ្លះលើកមកនិយាយអំពីបញ្ហាទេសចរណ៍ម្ហូបអាហារបាទតំបន់ផ្សេងដើម្បីឲ្យបងប្អូនបានជ្រាបនិងបានដឹងនៅអ្វីដែលខ្ញុំបានទៅដល់អីចឹងទៅបាទក៏ដូចជាទុកជាអនុស្សាវរីយ៍សម្រាប់ channel YouTube របស់ខ្លួនឯងបាទចាអរគុណហើយបន្តិចទៀតយើងជុំទាំងពីរនាក់នឹងផ្ដិតយកនៅរូបភាពតិចតួចចាំនៅក្នុងកូនដីចាកូនដីដ៏តូចសម្រាប់ពូហើយនឹងយាយទៅថ្ងៃអនាគតណាចាពីពេលនេះតទៅតែម្ដងផ្ដិតយកបន្តិចដើមឈើម្ដងពីរដើមក៏ប៉ុន្តែមិនទាន់មានផ្លែទេតែចេកនឹងបានមួយស្ទងហើយចាចែកគ្នាញ៉ាំហើយមានហ្នឹងក៏បានផ្កាដែរតែឥឡូវហ្នឹងផ្លែមកអត់នៅទេប្រហែលជាមានអ្នកចូលណាព្រោះអីធម្មតាយើងនៅកន្លែងនេះមានអ្នកចូលមានអ្នកអីអញ្ចឹងទៅពិបាកថាដែរព្រោះអីយើងដាំដំណាំទុកចោលទោះបីជាយើងហាម5គេយ៉ាងណាក៏ដោយក៏គេនៅតែលួចចូលដែរចាអញ្ចឹងមានផ្លែមានអីដែរតែអត់នៅទេអត់សល់ទេចាបាទអញ្ចឹងអរសូមអរគុណទៅដល់ប្រិយមិត្តជាពិសេសដែល Subscribe Channel YouTube នេះបាទសូមជួយ Subscribe បន្តទៀតហើយគាំទ្រ Like Share ខ្លះទៅដើម្បីឲ្យជាការគាំទ្របាទនៅអ្វីដែលខ្ញុំបានចែករំលែកនៅព័ត៌មាននិងចំណេះដឹងខ្លះនៅសកម្មភាពរបស់ខ្លួនឯងផ្ទាល់ហ្នឹងបាទបើមិន share ក៏បានអត់បញ្ហាទេព្រោះនេះគ្រាន់តែជាការថតបែបលក្ខណៈគ្រួសារទេទេបើសិនជាចង់ដឹងថាពូនឹងយាយនឹងទៅណាខ្លះអាចចូលមើលបានអត់ចិត្តតែក្រក់ទេចាហើយតែបើសិនជាបានឃើញហើយជួយ share ក៏អរគុណតែបើមិន share ក៏អត់អីដែរគាត់ថាឃើញមើលចង់ដឹងថាតាពូហើយនឹងយាយនឹងទៅដល់ទីណាខ្លះចែករំលែកអ្វីខ្លះនៅក្នុងស្រុកខ្មែររបស់យើងចាមានអ្វីដែលប្លែកយ៉ាងណាខ្លះអាចចូលមើលបានចាបាទអញ្ចឹងពីអ្នកពូហើយនឹងយាយបាទសូមអរគុណនិងសូមគោរពលាបាទ